ឆ្នាំហ្នឹងថ្ងៃទី3សុកណានេះគឺមានចការហ៊ានជាខ្លាំងតែម្ដងបងប្អូនគឺទៅដល់កោះធំតែម្ដងណាហើយពេលទៅដល់កោះធំហ្នឹងដំបូងខ្ញុំគិតថាប្រហែលជាមិនសូវជាមានមនុស្សប៉ុន្មានទេពេលទៅដល់បងប្អូនហើយមនុស្សឡើងណែនណាប់ពេញហ្នឹងហ្មងណាចាស់ដល់លេងហ្នឹងគេមិនចាស់ដឹងអីក៏ខ្ញុំអត់បានទៅដល់ហ្នឹងដែរដោយសារតាខេត្តខ្ញុំស្រុកបាទីគេហាមអត់ឲ្យលេងទេតែដូចជាកន្លែងផ្សេងគេលេងបានធម្មតាខ្ញុំអត់ដឹងដែរពេលអញ្ចឹងណាខ្ញុំនៅស្វះស្វែងឡើងទៅដល់កោះធំហ្នឹងបងប្អូនប៉ុន្តែសប្បាយខ្លាំងដោយសារតែមានបងប្អូនគាត់លេងច្រើនណាទាំងក្មេងទាំងចាស់ហ្មងបងប្អូនហើយបាច់មើលមុខម្នាក់ទេគឺសិតតែមួយសៅតែម្ដងដូចខ្ញុំផ្ទាល់នេះបាច់ទេមុខអីបាច់មើលអូណែនប៉ែមើលលែងស្គាល់ហើយមើលលែងយល់ហើយហើយមកដំណាក់កាលទៅមកដំណាក់កាលគឺមនុស្សសបោមែនតែនច្រើនខ្លាំងមានតាំងលម៉កមានតាំងម៉ូតូមានបាត់គូតផ្សេងសានមកក៏ហៅមកតាំងគេដាក់នៅលេងមុខផ្ទះមុខអីបាញ់ទឹកបាញ់អីទៀតវាហត់តែច្រើនទៀតចឹងណាបងប្អូនហើយសบายមានអីប្លែកម្យ៉ាងពីសុកភូមិខ្ញុំបងប្អូនដោយសារសុកភូមិគេនេះគេលេងរៀងស្រដៃគ្នាពេលចឹងទៅវាសบายខ្លាំងតែម្ដងចាំមើលឆ្នាំក្រោយដឹងបានទៅអត់ទៀតទេនេះប៉ុន្តែឆ្នាំនេះគឺសบายខ្លាំងពេលណាខ្ញុំនេះជីអត់បានជិះលម៉កដូចការលេងនៅស្រុកភូមិខ្ញុំខ្ញុំជិះម៉ូតូដើរលេងទេបងប្អូនចេះដើរទៅបងប្អូនហើយផ្លូវចូលចោះទៅវត្តទូររាជានេះហ៎ចោះឲ្យបងប្អូនចុងក្រោយបកមកវិញដដែលហើយបកមកវិញនេះជាប់កៀងទៀតដោយសារតាឡានម៉ូតូអីច្រើនគេលេងច្រើនណាស់ពេលចឹងទៅនៅផ្អង្គហ្នឹងមកស្ទើរការទៅបងប្អូនមកដល់កន្លែងគេលេងទឹកទន្លេនៅចិត្តស្អីគេចិត្តអាស្ពានកោះធំហ្នឹងបងប្អូនខ្ញុំអត់សូវស្គាល់ដែរប៉ុន្តែកន្លែងហ្នឹងមានគេលេងទឹកច្រើនមានទាំងចាស់មានទាំងក្មេងដោយសារទឹកវាអូនៀចអីចូលនេះខ្ញុំមិនសូវច្បាស់ឲ្យបងប្អូននឹងទឹកហ្នឹងវាស្រក់ហើយទឹកហ្នឹងទោះបីយើងដើរទៅដល់កណ្ដាលទន្លេក៏ដោយក៏ទឹកហ្នឹងវានៅតែត្រឹមចកេះយើងត្រែលណាពេលចឹងទៅខ្ញុំណាគ្រាន់តែឃើញទឹកគឺខ្វាកចង់លេងតែលេងមកណាគៀននេះហ៊ានទៅកដាលេបងប្អូនខ្លាចទឹកវាឡើងមកទៅវាហានិភ័យដែរចឹងទៅតែទឹកនេះថ្លាស្អាតដល់បងប្អូនដោយសារតាកន្លែងហ្នឹងដូចអត់មានគេបូមខ្សាច់ចុះពេលចឹងទៅវានៅខ្សាច់យើងស្រួលជន់ស្រួលដាហើយវាអត់ជ្រៅអីចឹងណាបងប្អូនហើយរៀងទឹកវាយចុះទៅក្រោមតិចដោយសារតាគេហៅគេអាទឹកហូរបងប្អូនពេលចឹងទៅវាល្អចុះទៅតែក្រោមហ្នឹងទេចុះទៅហូរទៅចឹងទៅតែយើងអាចទប់ខ្លួនយើងឲ្យបានបងប្អូនហើយខ្ញុំនេះមានណាឃើញទឹកស្អាតចឹងទៅក៏ដាក់មកវីដេអូពីរវីដេអូទុកឲ្យបងប្អូនទស្សនាមើលទៅមានអីស្អាតណាបងប្អូនគឺទេសភាពគឺស្អាតខ្លាំងហ្មងហើយមនុស្សឡើងមកកណោមកលេងនឹងខ្ញុំអត់នឹកស្មានថាមានកន្លែងលេងបែបហ្នឹងសោះលើកទី1ហើយចឹងវីដេអូខ្ញុំក៏គេមកដល់ទីបញ្